បាទសូមអញ្ជើញនេះគឺជាគូសងសឹកគ្នាយើងបង្គោលខៀវនិងបង្គោលក្រហមអូខេនេះបង្គោលខៀវមានអាយុប្រហែលជា18ឆ្នាំ1.65 មានទីលំនៅអត់ច្បាស់លាស់ព្រោះអីគេអត់បានប្រាប់ទេឈុតខៀវនិងខោខៀវជីវប្រវត្តិធ្លាប់បាញ់គេឈ្នះ100ដងចាញ់80ដងសង្ខេបបង្គោលក្រហមធ្លាប់ចាញ់គេ30ដងឈ្នះគេ2ដងឥឡូវយើងមកចូលមើលការប្រកួតវិញតែម្ដងនេះយើងកុំឲ្យខាត់ពេលវេលាយូរបង្គោលខៀវបានវាយបង្គោលក្រហមក្របហើយគ្នាយើងមិនបាញ់ក្របហើយគ្នាយើងឥឡូវបង្គោលខៀវបានដាក់បង្គោលក្រហមក៏បានតដៃនឹងបោះទឹកកកវិញហើយកន្លែងនេះគេថាបង្គោលក្រហមបាញ់បង្គោលខៀវងាប់បាត់ទៅគ្នាយើងឥឡូវយើងបន្តជាមើលបន្តទៀតគ្នាយើងឥឡូវបង្គោលក្រហមធ្វើការបោះទឹកកកយ៉ាងភ័យឆ្លន់ឆ្លោយ៉ាបន្ទាប់មកបង្គោលខៀវបានបាញ់មកប៉ះបង្គោលក្រហមខ្លះបង្គោលខៀវបានរត់បោះទឹកកកតែបាំងមិនទាន់បង្គោលក្រហមបាញ់ទៅវិញបន្ទាប់មកបង្គោលក្រហមនៅតែបាញ់ឲ្យបោះទឹកកករហូតដល់បង្គោលខៀវនុកដាច់ចោលស្លាប់ច្រឡំដាច់ចោលមកបាត់ទៅកន្លែងនេះបង្គោលក្រហមបានហក់ចូលបាញ់តែបង្គោលខៀវក៏បានបាញ់ធ្វើឲ្យស្លូឈាមអស់បន្តិចបន្តួចតែមិនជាបញ្ហាអ្វីនោះឡើយបង្គោលខៀវក៏ចាប់ដើមចាញ់មកវគ្គទៀតហើយបង្គោលក្រហមក៏នៅតែបន្តលេងបែបជាធម្មតាបង្គោលក្រហមបើគិតទៅបាញ់បានតែជាមួយនឹងគីឡូកាកាដែលគេមិនដែលតដៃរួចបង្គោលក្រហមនេះនឹងបាញ់យកឈ្នះគេតែម្ដងបង្គោលខៀវគ្នាភ្លៀកពាក់ពណ៌សក៏ប៉ុន្តែទឹកកកក៏ពណ៌សក៏ប៉ុន្តែគ្នាមិនមានប្រវត្តិនឹងការបាញ់ជាមួយនឹងគីឡូខ្លាំងនោះទេតែអ្វីដែលស្ដាយទីបំផុតគឺយើងបង្គោលក្រហមនៅតែធ្វើការបាញ់បែបធម្មតាឥឡូវបង្គោលខៀវគឺថាចិត្តចាញ់មកទៅហើយគ្នាយើងគឺ6ហើយឥឡូវយើងថាបង្គោលក្រហមទៅកាប់បោះទឹកកកជីកលិចកើតហើយគ្នាយើងអូខេអ្នកគ្នាវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេគឺថាខ្ញុំ